ជ្រើសរើសក្រុមការទី1នេះអ្នកគឺជាមនុស្សគំរូសម្រាប់មនុស្សដែលអ្នកកំពុងតែគិតដល់តែម្ដងណាដោយសារតែមនុស្សដែលអ្នកកំពុងតែគិតដល់ហ្នឹងគឺគិតថាអ្នកនេះគឺជាមនុស្សដែលអស្ចារ្យសម្រាប់គេប្រៀបដូចជា idol របស់គេអញ្ចឹងបើសិនបើអ្នកដែលជ្រើសរើសក្រុមការទី1នេះគឺជាមនុស្សស្រីអញ្ចឹងមនុស្សប្រុសដែលគេគិតដល់ដែលអ្នកកំពុងតែគិតដល់ហ្នឹងគេគិតថាអ្នកនេះគឺជាមនុស្សដែលស្អាតអត់ចេះស្រីផងប៉ុន្តែមើលទៅមនុស្សដែលអ្នកកំពុងតែគិតដល់ហ្នឹងគេអាចជាមនុស្សដែលស្រឡាញ់ភេទពីរផ្ទុយគ្នាមកថាស្រីក៏គេស្រឡាញ់បានប្រុសក៏គេស្រឡាញ់បានឬក៏អាចជាអ្នកដែលជ្រើសរើសក្រុមការទី1នេះទេដែលអ្នកអាចស្រឡាញ់អ្នកណាក៏បានអញ្ចឹងណាភេទដូចគ្នាក៏អ្នកអាចទទួលយកបានភេទផ្ទុយគ្នាក៏អ្នកអាចទទួលយកបានមនុស្សដែលអ្នករើសកាត់ក្រុមទី1នេះកំពុងតែគិតដល់គេអាចជាមនុស្សដែលមានបញ្ហានៅក្នុងរង្វង់គ្រួសាររបស់គេមិនថាមនុស្សម្នាក់ហ្នឹងរស់នៅជាមួយនឹងឪពុកម្ដាយគេឬក៏គេរស់នៅជាមួយនឹងប្តីឬក៏ប្រពន្ធរបស់គេទេគេអាចជាមនុស្សដែលមានគ្រួសារហើយទេប៉ុន្តែលក្ខណៈថានៅក្នុងរង្វង់គ្រួសារហ្នឹងគឺគេអត់មានសេចក្តីសុខទេដោយថាតំណែងហ្នឹងវាដូចជាតំណែងដែលផ្ដល់សម្ពាធឲ្យគេមើលទៅមនុស្សដែលអ្នករើសកាត់ទី1កំពុងតែគិតដល់គឺគេចាប់អារម្មណ៍ទៅលើរូបរាងកាយរបស់អ្នកដែរលក្ខណៈថាដូចជាចង់មានពេលឆ្លងរាត្រីជាមួយអ្នកអីចឹងណាឬក៏អ្នកទាំងពីរនេះអាចនឹងធ្លាប់បានឆ្លងរាត្រីជាមួយគ្នារួចទៅហើយក៏ថាបានតំណែងរវាងអ្នករើសកាត់ទី1ជាមួយនឹងអ្នកដែលអ្នកកំពុងតែគិតដល់ហ្នឹងគឺជាតំណែងដែលថាជាតិមុនអាចជាសាច់ញាតិបងប្អូនជាមួយគ្នាតែហើយទៅនៅក្នុងជាតិនេះគឺអ្នកទាំងពីរតម្រូវឲ្យខ្លាយទៅជាដៃគូស្នេហាជាមួយគ្នាតែម្ដងហើយអ្នកទាំងពីរនៅមានឱកាសនៅក្នុងការរៀបមង្គលការសាងគ្រួសារជាមួយគ្នាមនុស្សដែលអ្នករើសកាត់ទី1កំពុងតែគិតដល់គឺពេលថ្មីនេះគឺគេហាក់បីដូចជាទទួលវេនកម្មដែលថាបើសិនជាគេធ្លាប់ស្គាល់អ្នកហើយធ្លាប់ធ្វើឲ្យអ្នកដែលរើសកាត់ទី1នេះជឿចាប់គឺគេកំពុងតែទទួលកម្មផលដែលគេធ្លាប់បានធ្វើចំពោះអ្នកនឹងឯងហើយនៅពេលដែលគេទទួលបានកម្មផលហ្នឹងគឺគេក៏ស្វែងយល់ពីកំហុសដែលគេធ្លាប់បានសាងចំពោះអ្នករើសកាត់ទី1នេះគេក៏នឹកឃើញពីតម្លៃរបស់អ្នកដែលធ្លាប់បានលក្ខណៈថាចំណាយពេលវេលាជាមួយគ្នាអញ្ចឹងណាហើយគេក៏ដូចជាមានការស្ដាយក្រោយដែលគេធ្លាប់ធ្វើបាបអ្នករើសកាត់ទី1នេះឬក៏ធ្លាប់ធ្វើឲ្យអ្នកជឿចាប់ឬក៏ធ្លាប់ចាក់ចេញពីអ្នកធ្លាប់បោះបង់អ្នកចោលមនុស្សម្នាក់ហ្នឹងតែងតែលួចតាមដានអ្នករើសកាត់ទី1នេះជានិច្ចតែម្ដងណាមិនថាតាម social media ឬក៏នៅក្នុងជីវិតពិតអ្នកទាំងពីរនេះធ្វើការរួមគ្នាឬក៏ធ្លាប់ជួបមុខគ្នារៀងរាល់ថ្ងៃក៏ដោយគឺផ្នែករបស់គេគឺតែងតែសម្លឹងមើលម្នាក់អ្នកអាចដឹងថាគេចាប់អារម្មណ៍ជាមួយអ្នកបានដោយអ្នកគ្រាន់តែមើលកែវភ្នែកគេទៅនៅពេលដែលគេសម្លឹងមកអ្នកគឺកែវភ្នែកគេហាក់បីដូចជាមានពន្លឺហើយលក្ខណៈថារៀងសទន់ចំពោះអ្នកតែម្ដងណាឬក៏ឲ្យតែពេលដែល